នេះគឺជាដំណើរផ្សងព្រេងទៅកាន់ទឹកធ្លាក់ថ្មីមួយកន្លែងទៀតហើយដែលខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនពីសកម្មភាពក៏ដូចជាទស្សនវិជ្ជាផ្សេងៗនៃតំបន់មួយនេះថាតើទស្សនវិជ្ជាបែបណាដែលពួកយើងបានជួបប្រទះហើយការធ្វើដំណើរទៅទីកន្លែងនេះទៀតសោតគឺអាចថាលំបាកខ្លះហើយអាចថាងាយស្រួលខ្លះទៅតាមទីតាំងទីកន្លែងប៉ុន្តែអ្វីដែលជាពិសេសនោះគឺពុកម៉ែបងប្អូនទៅទីតាំងមួយនេះគឺមិនខកបំណងទេខ្ញុំអាចនិយាយបានថាវាជាទីកន្លែងមួយដែលសម្បូរទៅដោយជីវៈចម្រុះដ៏សម្បូរបែបទស្សនវិជ្ជាប្លែកៗហើយនឹងសកម្មភាពផ្សេងៗដែលយើងអាចកំសាន្តនៅតំបន់មួយនេះហើយអារម្មណ៍គឺមានភាពស្រស់ស្រាយមែនទែនអាចនិយាយបានថាទីតាំងមួយនេះគឺអាចបង្កើតនៅអារម្មណ៍ចម្រុះដែលពុកម៉ែបងប្អូនចង់ភ្លក់នៅរសជាតិប្លែកៗគឺទស្សនវិជ្ជានៅតំបន់មួយនេះគឺមិនខុសបំណងទេគឺខ្ញុំអាច recommend មកទីតាំងមួយនេះហើយមុននឹងចូលទៅកាន់សាច់រឿងក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានចែករំលែកវីដេអូមួយនេះបន្តដើម្បីរួមចំណែកផ្សព្វផ្សាយពីសហគមន៍ក៏ដូចជាតំបន់ទេសចរផ្សេងៗក្នុងរដូវកាលបៃតងនេះក៏ដូចជាការរួមចំណែកលើកស្ទួយជីវភាពប្រជាជននៅតាមតំបន់ផងដែរឥឡូវនេះកុំឲ្យខាតពេលយូរខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនពីតំបន់នីមួយៗដែលពួកខ្ញុំបានទៅការចាប់ផ្ដើមដំបូងនោះខ្ញុំនឹងភក្តីហើយនឹងដែនគឺបានបបួលគ្នាមកបោះតង់នៅដំណាក់រួមស្របពេលដែលយើងធ្វើដំណើរមកតាមផ្លូវក៏ជួបបងប្អូននៅតាមសហគមន៍ដែលគាត់ប្រកបមុខរបរបេះស្លឹកចេកព្រៃអញ្ចឹងណាអញ្ចឹងរបស់របរនៅក្នុងព្រៃគឺមានប្រយោជន៍ច្រើនដែរមិនថាស្លឹកចេកព្រៃមិនថាផ្លែឈើមិនថាអីផ្សេងៗគឺសិតតែផ្ដល់អត្ថប្រយោជន៍ដល់នោះនឹងសត្វក្រោយពីសំណេះសំណាលមួយពួកគាត់មកសន្ទុះមកក៏ពួកខ្ញុំបន្តដំណើរមកទៀតតែនៅតាមផ្លូវក៏យើងបានជួបផ្លែឈើព្រៃដូចជាផ្លែភ្ញៀវព្រៃមួយចំនួនអញ្ចឹងអាផ្លែភ្ញៀវហ្នឹងគឺដាក់ទៅគឺជូរអែមមានរសជាតិឆ្ងាញ់មួយយ៉ាងដែរហើយនិយាយពីថាអូតាមផ្លូវហ្នឹងគឺសម្បូរត្រីមែនទែនដោយពុកម៉ែបងប្អូនឃើញហ្នឹងគឺសិតតែកូនត្រីនៅតាមផ្លូវធ្វើដំណើរបន្តិចក៏បានមកជួបដើមល្វាព្រៃតើតើនឹងល្វាព្រៃហ្នឹងគឺពេលដែលខ្ញុំទៅហ្នឹងខ្ញុំពិតជាអត់ដឹងមែនថាល្វាព្រៃអាចហូបបានដោយសារខ្ញុំអត់ច្បាស់ក៏ខ្ញុំអត់ហ៊ានហូបខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ហូបវាខ្លាំងណាស់ដោយសារតែពេលដែលខ្ញុំបកផ្លែល្វាព្រៃហ្នឹងមកសាច់វាល្មួតមើលទៅគួរឲ្យចង់ហូបខ្ញុំលួចហូបតិចៗដែរតែអត់ពុលអត់អីដល់ពេលខ្ញុំត្រឡប់មកភូមិវិញមិនដឹងថាអូផ្លែល្វាព្រៃហ្នឹងគឺយើងអាចហូបបានដើរបានបន្តិចក៏មកប្រទះផ្លែឈើមួយប្រភេទហ្នឹងគឺរឹតតែចម្លែកទៀតហើយផ្លែឈើហ្នឹងស្តៀងផ្លែក្របែកបន្តិចប៉ុន្តែតាមដឹងអាហ្នឹងគេហៅថាផ្លែប៉ាងគេកងវាស៊ីអញ្ចឹងណាអញ្ចឹងអានេះជាផ្លែឈើព្រៃដែរហើយមើលទៅស្មានតែក្របែកដូចពុកម៉ែបងប្អូនឃើញអញ្ចឹងដើរបានមកស្ទុះក៏នាំគ្នាសម្រាកគឺម្នាក់បានដាក់ទឹកមកទេនាំគ្នាបន្តដំណើរទៅទៀតកាត់ព្រៃអស័យកាត់ដប់កាត់បលាកាត់អីអញ្ចឹងទៅក៏ប្រទះគេហៅដើមកវាញហ្នឹងយើងអាចឆាមួយសាច់គោក៏បានយើងអាចធ្វើតែកវាញក៏បានហើយសម្រាប់ព្រៃឈើនៅតំបន់នេះគឺមានអារម្មណ៍ថាក្រាស់ដោយពុកម៉ែបងប្អូនឃើញអញ្ចឹងអាផ្នែកខាងនោះគឺខាងភូមិទេប៉ុន្តែនៅពេលដែលយើងហោះមកខាងបែកខាងនេះទៀតគឺសម្បូរព្រៃក្រាស់ហើយអាដើមផ្លែឈើដើមស្អីនេះគឺខ្ញុំថតចែកជូនពុកម៉ែបងប្អូនដើម្បីទស្សនាទេដើរបានមកសន្ទុះធំក៏មកដល់អូមួយគឺស្រេកទឹកខ្លាំងមែនទែនក៏នាំគ្នាញ៉ាំទឹកហើយនិយាយគ្នាលេងសម្រាប់ពេលនេះពេលនោះអីចឹងទៅនិយាយទៅបន្ទាប់មកក៏បន្តដំណើរទៅមុខទៀតដើម្បីឲ្យឆាប់ដល់ទីតាំងអញ្ចឹងណាក៏ប៉ុន្តែទីតាំងហ្នឹងវាមិនឆ្ងាយប្រហែលទេប៉ុន្តែយើងព្យាយាមសម្រាកខ្លះ relax ខ្លះអញ្ចឹងទៅដូចពុកម៉ែបងប្អូនឃើញអញ្ចឹងទស្សនវិជ្ជានៅតាមផ្លូវគឺពិតជាស្រស់ស្រាយខ្លាំងមែនទែនគឺបៃតងផងមានទឹកផងគឺមានអារម្មណ៍ថាធ្វើឲ្យយើងទទួលបាននៅអារម្មណ៍ផ្សេងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺពិតជាពិសេសសម្រាប់ខ្ញុំដែលខ្ញុំគិតថាខ្ញុំនឹងចង់ទៅទៀតហើយគម្រោងខ្ញុំមួយប្រូប្រក្តីហើយនឹងដែនគឺចង់ទៅធ្វើស៊ុបអន្ទង់ខ្ញុំឃើញអាក្របមួយនេះពណ៌ស្វាយក៏ចេះថតចែកជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងទៅអញ្ចឹងខ្ញុំមិនដឹងថាក្របអីទេទស្សនវិជ្ជានៅទីនេះអាចនិយាយបានថាវាស្អាតវាមានលក្ខណៈប្លែកពីគ្នាអញ្ចឹងណាអញ្ចឹងព្រៃឈើនៅក្រាស់ដោយពុកម៉ែបងប្អូនឃើញអញ្ចឹងគឺក្រាស់បន្ទាប់មកក៏ធ្វើដំណើរមកដល់កន្លែងដែលយើងត្រូវបោះជំរុំគឺគេហៅថា base camp អញ្ចឹងចុះអញ្ចឹង base camp នេះគឺយើងចាប់ផ្ដើមរៀបចំ set up តង់អីហើយអញ្ចឹងទៅប្រូភក្តីក៏ចាប់ផ្ដើមមកកាត់ភ្លើងហើយគ្នាបកាត់ភ្លើងហើយខ្ញុំនឹងដែនគឺចាប់ផ្ដើមទៅរាយម៉ោងហើយព្រោះម៉ោងមាន3ម៉ោងនៅនឹងគឺកាឡាប្រហែលជា2កន្លះទៅ3ហ្នឹងទេព្រោះបើយើងដាក់ធំជាងហ្នឹងត្រីអាចអត់ជាប់អញ្ចឹងណាអាឡែងនេះគឺខ្ញុំនិយាយទៅលើកដុំថ្មដើម្បីសកាត់ម៉ោងហើយលើកទៅវាធ្ងន់ទៅជ្រៅទៅរហូតដល់ផុតក្បាលបាត់ដូចពុកម៉ែបងប្អូនឃើញអញ្ចឹងបន្ទាប់មកគឺយើងចាប់ដើមទៅរកកែបនេះគឺប្រភេទកែបភ្នំហើយសម្បូរមែនទែនពេលមេឃភ្លៀងអញ្ចឹងវាចេញមកតាមថ្មតាមភ្នំតាមទឹកនិយាយទៅគឺមិនខ្វះហ្មងអាតកតូននឹងរបស់ដែលធ្វើជាម្ហូបអាហារអញ្ចឹងណាហើយដល់ពេលដែលយើងមកចាប់ដើមសាំអន្ទង់រួចបាត់យើងទៅបានត្រីវាមកស៊ីអន្ទង់ហ្នឹងអន្ទង់មកស៊ីត្រីហ្នឹងសម្បូរត្រីមែនទែនមកកន្លែងទៀតមានអន្ទង់ញីឈ្មោលនេះពេលដែលយើងចាប់ដើមឃើញវាអញ្ចឹងណាហើយយើងចាប់ដើមចាប់វាមកស៊ីត្រីតែអត់ជាប់ទេវារួចទៅបាត់និយាយទៅអស់ហើយអន្ទង់3ឯងអន្ទង់3នេះត្រីដែលវាស៊ីគឺដាច់ជា2អញ្ចឹងលើក្រោយពួកខ្ញុំគុំថាធ្វើម៉េចដើម្បីដាក់អន្ទង់នឹងឲ្យបានហើយបន្ទាប់មកក៏យើងបានត្រីដើម្បីយកមកធ្វើគេហៅត្រីញៀនភ្នំណាយើងមានអីយើងឆ្នៃនឹងទៅតាមជាក់ស្ដែងវាមិនបានគ្រប់ជ្រុងជ្រោយដូចយើងនៅក្រុងទេនេះគឺទឹកជ្រលក់ដែនគឺគាត់មេចុងភៅគឺគាត់បើកហាងនៅខាងបាសិតលើកហ្នឹងគឺធ្វើម្ហូបហើយនឹងរមហូបឥឡូវយើងចាប់ដើមស្ងោរជ្រក់បំមុខទៀតហើយស្ងោរជ្រក់ហ្នឹងឥឡូវភក្តីលេងហ៊ានស្ងោរគេផ្អាប់ពេកមីស្ទ័រស្ងោរជ្រក់អីចឹងដែរអញ្ចឹងគាត់លេងធ្វើ
ហើយលើកនេះគឺដៃអ្នកធ្វើម្ហូបនឹងឯងហើយបាយក្តាំងនិយាយទៀតនិយាយថាជាតិហ្មងលើកទី1ដែលថាមកដើរមកព្រៃជាមួយភក្តីហើយនឹងដែនកាលមុនធ្លាប់ទៅបឹងលេសាបមួយបងពាក់មីមួយអីជុំគ្នាតែអត់ដែលដើរព្រៃទៀតហើយព្រលឹមឡើងគឺយើងចាប់ផ្ដើមញាក់ពីដំណេកចាប់ផ្ដើមដាំទឹកកាហ្វេដើម្បីយើងឆុងកាហ្វេផឹកព្រោះអីពេលព្រឹកឡើងគឺអត់កាហ្វេអត់បានទេហើយផឹកកាហ្វេពេលព្រឹកអញ្ចឹងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហើយកាហ្វេខ្ញុំអត់ប្រើផ្លាស្ទិកអីទេគឺខ្ញុំប្រើកាម៉ែលហើយនឹងអំពង់អាស័យនេះដើម្បីយើងដាក់ប្រើទៅហើយគយគុណទឹកជ្រោះស្ដាប់សំឡេងទឹកហូរស្ដាប់សត្វយំអីចឹងទៅហើយខ្ញុំញ៉ាំបានកាហ្វេបន្តិចក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំពិតជាចង់ពាល់ទឹកងូតទឹកលោតទឹកលេងអញ្ចឹងណាខ្ញុំចូលចិត្តលោតទឹកមែនទែនមិនថាទឹកអីទេគឺខ្ញុំចូលចិត្តលោតចូលចិត្តហែលបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមដើរលុកលុយកន្លែងផ្សេងនៅតាមនឹងទៅមើលនេះមើលនោះអីចឹងទៅដើម្បីយើងអាចដឹងថាទៅទីតាំងហ្នឹងវាមានកន្លែងណាខ្លះដែលយើងអាចទៅចឹងណាឥឡូវក៏ចាប់ផ្ដើមសាម៉ោងទៀតហើយសាម៉ោងហ្នឹងគឺបើដោយតុងហ្នឹងគឺពីយប់វារួចម្ដងហើយវាមកស៊ីត្រីទៀតវាលមូលជាប់អញ្ចឹងគេចអត់ផុតទេហើយនេះតកៅមិនដឹងតកៅអីទេតែខ្ជូតជាថតទៅហើយត្រីជាប់ពីនិយាយទៅថានៅកន្លែងនេះដំណាក់រួមនេះត្រីគឺមិនខ្វះទេឲ្យតែយើងមានកម្លាំងដាក់ម៉ោងដាក់បកាយដោយពុកម៉ែបងប្អូនឃើញអត់មានកុហកអត់មានសំដីអត់មានអីទេហើយម៉ោងកាឡាប៉ុណ្ណឹងពុកម៉ែបងប្អូនឃើញហើយថាយើងអាចដាក់ទៅវាជាប់អត់ខ្វះទេតោះមកយើងចាប់ដើមដាំបាយណាព្រោះវារៀងជ្រេតិចហើយយើងដាំបាយដែរអ្នកដាំបាយទៀតហើយអញ្ចឹងគ្នាដាំបាយដាំអីហ្នឹងទៅដាក់ម៉ោងដាក់បកាយមួយខ្ញុំពីយប់មិញហើយព្រលឹមឡើងនោះគ្នាទៅសាអញ្ចឹងទៅកៅសើមពីយប់ហើយយើងដាំបាយដាក់ចោលអញ្ចឹងទៅយើងក៏ចាប់ដើមទៅមកកន្លែងទៀតទឹកធ្លាក់នេះមានច្រើនមែនទែនមានប្រហែលកន្លែងហើយគឺខ្ញុំរកឃើញមាន2កន្លែងទៀតមាន2ទៀត2ទឹកធ្លាក់ទៀតដែលទឹកធ្លាក់ខ្ញុំដាក់ទឹកឈ្មោះទឹកធ្លាក់ភ្លុះខ្ញុំចេះតែដាក់ទៅដោយសារវាអត់មានឈ្មោះណាគេហៅនិយាយទៅដំណាក់រួមគឺទឹកធ្លាក់មានតែប្រហែលកន្លែងហ្នឹងទេតែដល់ពេលខ្ញុំហោះដ្រូនទៅឃើញទឹកធ្លាក់ផ្សេងទៀតហើយក៏មកសាម៉ោងសាយអញ្ចឹងទៅនិយាយទៅត្រីច្រើនមែនទែនត្រីគឺមិនខ្វះទេឲ្យតែយើងដាក់ម៉ោងមកអានេះកន្លែងទឹកធ្លាក់ដែលខ្ញុំដាក់ម៉ោងពីយប់ហ្នឹងហើយក្តាមបានក្តាមភ្នំក្តាមអីចឹងទៅអត់ខ្វះទេម្ហូបអាហារនៅទីនេះគឺសម្បូរបែបមែនទែននេះត្រីយកទៅណាអស់និយាយទៅអត់ខ្វះទេហើយវាមានកន្លែងផ្សេងដែលយើងទៅចឹងណាវាមិនអារម្មណ៍វាមានតែមួយបែបមានទឹកជ្រោះកន្លែងហែលទឹកមានកន្លែងដាក់ម៉ោងមានកន្លែងដើរមានកន្លែងអីផ្សេងចឹងទៀតហើយឥឡូវយើងបាយឆ្អិនហើយយើងត្រឡប់មកភក្តីអត់ទាន់ញាក់បេដេទេដោយសារគ្នាយប់មិញគេអត់សូវលក់អានសភៅពេកមកទៅហើយឥឡូវចាប់ដើមប្រមូលត្រីហើយមកមានតុងហើយត្រីនេះគឺត្រីខ្សានគឺយើងអត់ហូបទេយើងលែងទៅដោយសារតែគ្នានៅទូចហើយមួយទៀតយើងក៏ចង់អភិរក្សត្រីទូចណាដែលយើងមិនចង់ហូបក៏យើងបលែងវាទៅវិញទៅដើម្បីឲ្យវាបន្តពូជបន្តឲ្យអ្នកក្រោយបានស្គាល់ពូជត្រីអីអញ្ចឹងណាអានេះគឺដើមចេកព្រៃធ្វើម្ហូបស្លត្រីហ្នឹងជាមួយទៅនឹងដើមចេកព្រៃតែដើមចេកព្រៃវាតិចពេកដោយសារតែនៅកន្លែងហ្នឹងវាអត់សូវមានចេកព្រៃអញ្ចឹងណាអញ្ចឹងយើងអាចរកអីបន្លែផ្សេងទៀតហើយខ្ញុំនឹងជម្រាបប្រាប់បន្តទៀតថាបន្លែស្អីដែលពួកខ្ញុំនឹងរកដែនគេចាប់ដើមសម្អាតត្រីចាប់ដើមធ្វើត្រីធ្វើអីចឹងទៅអញ្ចឹងដោយសារបដូរចេកព្រៃនឹងវាតិចពេកពួកខ្ញុំក៏នាំគ្នាកាប់គោម្សៅដើម្បីយើងធ្វើជាបន្លែប្លុកបន្ថែមអញ្ចឹងណាយើងចង់បានបន្លែ fiber អីដើម្បីហូបដែរអញ្ចឹងយើងមកព្រៃយើងអាចសាកបន្លែបែបធម្មជាតិគឺបន្លែ fiber ហ្នឹងគឺគោមម្សៅហ្នឹងហើយគោមម្សៅហ្នឹងគឺសម្បូរមែនទែនអ្នកដែលចូលព្រៃគឺឃើញគោមហ្នឹងគឺតែងតែយកវាធ្វើបន្លែហើយពុកម៉ែបងប្អូនកុំថាពួកខ្ញុំបំផ្លាញព្រៃឈើឬកាប់ព្រៃឈើមិនមែនទេអាហ្នឹងជាបន្លែព្រៃឥឡូវនេះយើងចាប់ផ្ដើមត្រៀមគ្រឿងដើម្បីស្ងោរជ្រក់ហើយការស្ងោរជ្រក់ហ្នឹងគឺมันមានអីច្រើនទេដូចគ្រឿងយើងស្ងោរជ្រក់ទូទៅអញ្ចឹងណាអញ្ចឹងក្រោយពីស្លរួចខ្ញុំមិនអស់ចិត្តទេគឺខ្ញុំទៅហក់ទឹកជ្រោះខ្ញុំចូលចិត្តហក់ទឹកលេងខ្ញុំចូលចិត្តឡើងជ្រោះខ្ញុំចូលចិត្តធ្វើអីដែលខ្ញុំចង់ធ្វើឥឡូវនេះក៏យើងនាំគ្នាអាំងហៅឆ្អឹងជ្រីជ្រូកព្រោះយើងត្រៀមឆ្អឹងជ្រីមកដែរដោយសារយើងហូបត្រីរឿងតលាន់អញ្ចឹងក៏ចាប់ដើមធ្វើមួយមុខទៀតគឺអាំងឆ្អឹងជ្រីជ្រូកជាមួយទៅនឹងម្ទេសនេះអានេះគឺស្លដែលយើងស្លនេះគឺយើងចាប់ដើមស្លអានេះគឺគោម្សៅដែលយើងដាក់ជាមួយនឹងបដូរចេកព្រៃអញ្ចឹងមកព្រៃការច្នៃម្ហូបមានច្រើនអាចច្នៃបាននិយាយទៅមិនថាបន្លែព្រៃមិនថាស្អីគឺយើងអាចព្យាយាមយើងច្នៃធ្វើម៉េចដើម្បីយើងអាចហូបជាម្ហូបបានអញ្ចឹងណាម្នាក់ដួសទៅដួសរៀងខ្លួនអញ្ចឹងទៅព្រោះថាយើងអត់បានដាក់
ដាក់សព្រាសំបីសព្រាក៏បានដាក់មកដែរដាក់មកមួយខ្ញុំដាក់មកអញ្ចឹងទៅហើយមានវែកមានអីអញ្ចឹងទៅហើយអានេះគឺត្រីដែលយើងសល់គឺយើងប្រឡាក់មួយម្សៅស៊ុបដាក់វាបន្តិចទៅអានេះចាប់ដើមឆ្អិនហើយគឺឆ្អិនជំនីឆ្អិនអាំងកែបភ្នំពីយប់ដែលរកបានហ្នឹងក៏យើងប្រឡាក់គ្រឿងអាំងអញ្ចឹងទៅនេះប្រហុកទ្រង់គ្រឿងហើយដែរហ្នឹងអ្នកធ្វើម្ហូបហ្នឹងទៀតនិយាយទៅគេមានគ្រឿងផ្សំគេស្អីខ្លះទេមានល្មៀតមានដេងមានខ្ទឹមមានអូខ្ញុំបានគ្នាហ្នឹងហើយដែលធ្វើម្ហូបហ្នឹងឯងហើយស្រាប់តែវិចខ្ចប់ច្រឡំថតភ្លេចដាក់ម្សៅស៊ុបតែជាតែវិចទៅចុងក្រោយហ្នឹងរើឡើងវិញដាក់ម្សៅស៊ុបដាក់អីវិញបានអានេះថតទេថតហ្នឹងអត់បានដាក់ម្សៅស៊ុបទេចេះវិចនេះវិចហើយតែគ្មានម្សៅស៊ុបទេដល់ពេលចុងក្រោយថាអូភ្លេចដាក់ម្សៅស៊ុបបងគេឆ្អិនគេចាប់ផ្ដើមអូនិយាយថាដូចមនុស្សព្រៃអញ្ចឹងណាគេធ្វើស៊ីស៊ូអេនេះក៏ប្លែកណាស់តាអស់ពីហូបហើយគេចាប់ដើមច្រៀងគេយកអាឆ្អឹងនេះធ្វើជាក្បាលមីក្រូហ្វូនដែលចង់ប្រាប់ថាមិនមែនអាត្មានិយមគេចាប់ជាងហូបទៀតហ្នឹងទៅជីវិតបែបមិនខ្វល់កែបវាចាប់ដើមឆ្អិនតិចតិចហើយនិយាយពីថារសជាតិវាក៏មួយយ៉ាងដែរចាប់ដើមបេះបាយនេះគឺដាក់ដាំហ្នឹងដើម្បីយើងសគួរពេលយើងចាប់ដើមចេញដំណើរអញ្ចឹងណាយើងដាក់ស្លឹកតយអានេះតុងអាំងពីយប់អាតុងដែលយើងបានពីយប់ហ្នឹងហើយខ្ញុំមកសិក្សាពីធម្មជាតិពីសាមគ្គីភាពរបស់សត្វទូចដែលវាចេះរមកហូបរស្បៀងរអីទុកហើយពួកនេះដើរស្រុះគ្នាមែនតើនេះតុងត្រីហ្នឹងគឺកាន់តែក្រៀមទៅឈ្ងុយអានេះខ្ញុំដួលដើរដួលមានស្នាមប៉ុណ្ណឹងពិតគម្រោងខ្ញុំចង់ទូយកនឹងធ្វើក្បូនធ្វើទូកចែវអញ្ចឹងតែសត្វក៏ខ្ញុំបោះបង់វាទៅខ្ញុំចាប់ដើមឡើងជ្រោះមកអាដំណាក់ទី2នេះគឺទឹករៀងវែងទឹកធ្លាក់ដែលខ្ញុំថតនេះគឺពីដំណាក់ដែលខាងសហគមន៍ស្គាល់តែទឹកធ្លាក់នេះគឺទឹកធ្លាក់ថ្មីដែលខ្ញុំហោះឃើញអញ្ចឹងនៅដំណាក់រួមគឺគេថតបានតែ2ប្លង់3ប្លង់ហ្នឹងទេដែលជាទឹកធ្លាក់ហ្នឹងហើយចំណែកទឹកធ្លាក់ហ្នឹងគឺជាទឹកធ្លាក់ដែលខ្ញុំរកឃើញថ្មីហើយសម្រាប់វីដេអូថ្ងៃនេះគឺមានរសជាតិច្រើនមែនទែនដូចជាខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូនតាំងពីដើមអញ្ចឹងគឺរសជាតិប្លែកជាតំបន់មួយដែលសម្បូរទៅដោយអារម្មណ៍ប្លែកយើងទៅរកត្រីយើងទៅយើងហក់ទឹកជ្រោះលេងយើងធ្វើម្ហូបយើងឡើងភ្នំយើងឡើងទឹកជ្រោះអូសម្បូរបែបមែនទែនហើយខ្ញុំភក្តីហើយនឹងដែននឹងធ្វើដំណើរទៅកាន់ដំណាក់រួមម្ដងទៀតដើម្បីយើងធ្វើស៊ុបអន្ទង់រួមគ្នាសារពួកខ្ញុំមានកម្រោងធ្វើស៊ុបអន្ទង់ហូបអញ្ចឹងចាំមើលរងចាំទស្សនាវីដេអូផ្សេងទៀតដែលខ្ញុំនឹងបង្ហោះនៅក្នុង page នេះហើយពិតជាអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលធ្វើការ comment share like ហើយនឹងចែករំលែកវីដេអូមួយនេះដើម្បីយើងរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងរដូវកាលបៃតងហើយក៏ដូចជាការរួមចំណែកផ្សព្វផ្សាយពីទេសភាពពីតំបន់ទេសចរផ្សេងៗដើម្បីឲ្យពុកម៉ែបងប្អូនផ្សេងៗគាត់បានទស្សនាដែរអញ្ចឹងណាជាពិសេសការផ្សព្វផ្សាយផ្សេងៗហ្នឹងគឺពិតជារួមចំណែកក្នុងការលើកស្ទួយជីវភាពបងប្អូនជាសហគមន៍នៅពេលដែលមានភ្ញៀវទេសចរទៅលេងច្រើនអញ្ចឹងទៅគឺគាត់មានចំណូលគាត់កាត់បន្ថយការកាប់បំផ្លាញព្រៃឈើអញ្ចឹងទៅសិតតែជាការរួមចំណែកពីខ្ញុំផងជាការរួមចំណែកពីពុកម៉ែបងប្អូននៅក្នុងការចែករំលែកបន្តផងអញ្ចឹងអីដែលជាសំខាន់សម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំចង់ជម្រាបប្រាប់ពុកម៉ែបងប្អូនពីអ្វីដែលពុកម៉ែបងប្អូនគាំទ្រកន្លងមកសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់ជួបគ្នាវីដេអូក្រោយទៀតហើយនេះជាវីដេអូបន្ទាប់ដែលខ្ញុំនឹងជម្រាបចែកជូនពុកម៉ែបងប្អូននៅទឹកធ្លាក់ថ្មីមួយកន្លែងទៀតហើយទៅជាបាហ៊ូបាលីហើយអានេះបាហ៊ូបាលីស្រុកខ្មែរបាទអូអែមណាស់បាទបាហ៊ូបាលីអូបាហ៊ូបាលីអូឡើងទៅទៀតហើយបាហ៊ូបាលីចាំមើលគាត់ឡើងទៅដល់ខាងលើអត់ទេបងប្អូនទាំងអស់គ្នាតែឡើងដល់គាត់នឹងខ្លាចទៅជាបាហ៊ូបាលីយ៉ាបាហ៊ូបាលី